នេះថ្ងៃនេះខ្ញុំបង្ហាញអំពី counting statement ដែលយើងហៅថាសម័យកាលគណនេយ្យអញ្ចឹងសម័យកាលគណនេយ្យគេបែងចែកជា3ធំៗណាទី1ហៅថា generational ទី2 general ledger ទី3 equivalent generational បើយើងប្រែជាភាសាខ្មែរហៅថាធានានុវត្តទូទៅ general ledger ប្រែថាស្នូលធំទូទៅ equivalent ហៅថាតារាងតុល្យភាពណាឬក៏តារាងតុល្យការសាកល្បងតើធានានុវត្តទូទៅគេប្រើប្រាស់សម្រាប់ធ្វើអីធានានុវត្តទូទៅគេប្រើប្រាស់វាសម្រាប់កត់ត្រាប្រវត្តិការប្រចាំថ្ងៃទាក់ទងនឹងសកម្មភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអញ្ចឹងគេប្រើប្រាស់វាសម្រាប់កត់ត្រាប្រវត្តិការប្រចាំថ្ងៃទាក់ទងនឹងសកម្មភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន General Ledger គេប្រើប្រាស់វាសម្រាប់ធ្វើការកត់ត្រាទិន្នន័យពីក្នុង Generational ឬក៏យើងកត់ត្រាប្រភេទគណនីទៅតាមឈ្មោះវាមួយណាយើងឧទាហរណ៍ថា cash ក្នុងសាច់ប្រាក់របស់យើងមានការកត់ត្រាថាមួយខែប៉ុន្មានដងថាខែមានកើនឡើងមានថយចុះកើនឡើងមានថយចុះណាតើនៅសល់ចុងខែសាច់ប្រាក់របស់យើងនៅសល់ប្រមាណអញ្ចឹងយើងមើលនៅក្នុង General Ledger ដែលហៅថាសផលធំទូទៅគេថាគឺជាការកត់ត្រាទៅតាមបណ្ដុំរបស់គណនីនីមួយៗចឹង Prevalent គឺជាការកត់ត្រាប្រភេទគណនីដែលទូទាត់រួចហើយណាតែគណនីដែលនៅសល់ចុងគ្រាណាអញ្ចឹងយើងកត់ត្រាចូលក្នុង General ហើយយើងកត់ត្រាសាច់ប្រាក់របស់យើងចូលក្នុង Ledger ចូលក្នុង Prevalent ណាអញ្ចឹង Sonal យើងកត់ត្រាប្រវត្តិការ Ledger យើងកត់ត្រាប្រភេទទៅតាមគណនីនីមួយៗ Prevalent យើងស្រង់តែ balance ចុងក្រោយទេណាតែចុងក្រោយថាសាច់ប្រាក់សល់ប្រមាណយើងស្រង់វាដាក់ក្នុងប៉ុណ្ណឹងមកក្នុងការកត់ត្រាយើងក្នុងការស្រង់ប្រភេទគណនីនីមួយៗយើងស្រង់ទៅតាមលេខងាររបស់គណនីអ្វីទៅជាលេខងាររបស់គណនីលេខងាររបស់គណនីដែលខ្ញុំបានបង្ហាញអ្នកទី1មាន asset ទី2 liability ទី3 liability ទី4 revenue ទី5 expense អញ្ចឹងនៅក្នុង asset ហ្នឹងមានចែកជា current asset និង fixed asset អញ្ចឹងយើងស្រង់ current asset អស់ហើយស្រង់ fixed asset អស់ហើយចូលដល់ liability នេះហៅថាលេខងាររបស់គណនីជាងខាងក្រោមនេះខ្ញុំបង្ហាញអ្នកអំពី main concept ឬក៏ទស្សនៈទានឬក៏លើកចម្បងមួយនៅក្នុងរបាយការណ៍របស់យើងណាជាងក្នុងការកត់ត្រា General Journal ហើយយើងហៅថាធានានុប្រវត្តិទូទៅនីតិនៃការកត់ត្រាមាន2ណាទី1ហៅថា double entry អ្នកធ្លាប់រៀន account អ្នកច្បាស់ដឹងហើយថា double entry ហៅថាប្រព័ន្ធទ្វេភាគគឺជាការកត់ត្រាដែលមានការកត់ត្រាខាង debit និងខាង credit នឹងស្មើគ្នាណាដោយមិនបានធ្វើការបរិយាខាងក្រោមមួយទៀតគេថា post column ឬក៏ table គឺជាការកត់ត្រាដែលមានទម្រង់ជាតារាងហើយមានការបរិយាយនៅខាងក្រោមណាហើយយើងកត់ត្រាថាតើការបានដាក់ទុនវិនិយោគចំនួនប្រមាណទៅមកយើងកត់ត្រាខាង debit សាច់ប្រាក់កើនឡើងជាមួយនឹងខាង credit ជាមួយនឹង capital ណាគឺថាខាង debit និងខាង credit ឆ្លងគ្នាអញ្ចឹងអ្នកចង់ច្បាស់ក្នុងការកត់ត្រាក្នុងមេរៀនក្រោយយើងបង្ហាញអ្នកណាអញ្ចឹងអ្នកគាត់និយមពីគោលរបស់វាសិនមកហើយបន្តមកទៀតចូលដល់ចំណុចទី2ណាទី2តកតងជាមួយនឹង General Ledger ដែលយើងហៅថាសកលធំទូទៅគេប្រើប្រាស់សម្រាប់កត់ត្រាប្រភេទគណនីទៅតាមបណ្ដុំមួយណាអញ្ចឹងនីតិវិធីកត់ត្រាមាន2ណាមាន T account និង post column table ណា T account គឺមានលក្ខណៈជាអក្សរ T ណាអក្សរ T ណាទេ post column មានលក្ខណៈជាតារាងដែលយើងប្រើប្រាស់ភាគច្រើននៅក្នុងប្រព័ន្ធកុំព្យូទ័រណាចំណុចចុងក្រោយគឺការកត់ត្រា prevalent ដូចខ្ញុំបានប្រាប់ដល់អ្នកនេះហើយការកត់ត្រាគឺយើងស្រង់តែចំណុចសមតុល្យចុងគ្រារបស់គណនីមួយហើយដោយធ្វើការស្រង់ទៅតាមលេខងាររបស់គណនីណាអញ្ចឹងមកវានៅខាង debit ខាង credit